ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃអង្គារ700ខែមិញឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី10ខែកុម្ភៈគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅមន្ត្រីសាលារដ្ឋាភិបាលភ្នំពេញចុះពិនិត្យវត្តសាមគ្គីរាំងសីតាមការគ្រងទុកនៅរុស្ស៊ីថ្ងៃនេះកងកម្លាំងប្រដាប់អាវុធនិងប៉ូលីសរាប់រយនាក់ដឹកនាំដោយលោកខួងស្រេងអភិបាលរងរាជធានីភ្នំពេញបានចុះពិនិត្យវត្តសាមគ្គីរាំងសីដែលជាវត្តខ្មែរកម្ពុជាក្រោមស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យកណ្ដាលរាជធានីភ្នំពេញដើម្បីសិក្សាស្រាវជ្រាវថាតើវត្តនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលនិងថាតើព្រះសង្ឃក្នុងវត្តនេះត្រូវបានបំពោះជាផ្លូវការឬយ៉ាងណាព្រឹត្តិការណ៍នេះគេសង្កេតឃើញពុទ្ធបរិស័ទចំណោះជើងវត្តនិងយុវជនចូលរួមខ្លំមើលយ៉ាងច្រើនកកបន្ទាប់ពីពិនិត្យអស់រយៈពេលជិត1ម៉ោងដែលផ្ដោតលើឯកសារពាក់ព័ន្ធរបស់វត្តសាមគ្គីរាំងសីនិងឯកសាររបស់ព្រះសង្ឃក្នុងវត្តនេះលោកខួងស្រេងអភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ក្នុងសន្និសីទថានៅពេលនេះអាជ្ញាធរក្រុងមិនអាចសម្រេចអ្វីទាំងអស់ប៉ុន្តែត្រូវធ្វើរបាយការណ៍ទៅថ្នាក់លើជាមុនសិនអាចបនទៅជាបនទៅគុំតែទៅជាបនតែយោងលើទាំងនេះក៏ទៅមានប្រកាសតាមខ្ញុំអត់និយាយទេខ្ញុំបានថាគេនិយាយអញ្ចឹងគាត់ឲ្យច្បាស់គ្នាខ្ញុំអត់មានបាននិយាយអញ្ចឹងទេតែពីណាពីណីមកខ្ញុំអត់ដែរមានធ្វើសិនភាសាឬតព័ត៌មានថាសឹងអញ្ចឹងទេប៉ុន្តែខ្ញុំខ្លាចខ្លួនឯងស្ដាប់ទៅវាខុសពាក្យគេនិយាយថាហើយឬក៏សឹងយល់ទេហ្នឹងហើយគូថ្ងៃនោះកូនសុំឲ្យឆ្លើយតបទៅគោលដៅដែលនិយាយថាគាត់នឹងមានភាពទើសង្ស័យអាចបានទៅជាវត្តជុំអញ្ចឹងក៏បានការឆ្លើយតបពីជំនាញទៅហើយតាមនេះស្ទិចមើលថាតើវាគាត់មានសិទ្ធិសួរខ្ញុំមានសិទ្ធិឆ្លើយខ្ញុំអត់ឆ្លើយក៏បានមានសិទ្ធិរបស់ខ្ញុំប៉ុន្តែខ្ញុំបានបញ្ជាក់វិញថាខ្ញុំខ្លាចថាអ្នកស្លាប់និងអ្នកនិយាយគ្នានោះពេលនោះមានបញ្ហាប៉ុន្តែចំពោះខ្ញុំអត់និយាយទៅដល់តាក់ទងគាត់ពីរឿងអភិគុំអស់ខ្ញុំអត់ដែរនិយាយចឹងអូខេចាក់ឡើងវិញបើខ្ញុំវាយតម្លៃកន្លែងណាអបគុំខ្ញុំនឹងយកកម្លាំងទៅវិញហើយនេះបើខ្ញុំច្បាស់អត់មានខ្ញុំទេណាអូមិញឯកឧត្តមថាបាននិយាយទេប៉ុន្តែឥឡូវខ្ញុំសួរគាត់អ្នកនិយាយវិញថាតើគាត់បាននិយាយភាសាថាវត្តសាមគ្គីរាំងសីអាចបង្កើតអបគុំមែនអញ្ចឹងឥឡូវយើងអាចមានការខ្ញុំអត់ឲ្យចឹងឥឡូវយើងអាចបញ្ជាក់បានថាអបគុំមិនអបគុំមកគុំចាំមកជុំមកឯកឧត្តមគាត់បោះស្រែហើយមកទល់មកអង្គឯកឧត្តមគាត់បោះស្រែហើយសូមធ្វើចឹងដល់បងសូមឯកឧត្តមគាត់បោះស្រែហើយសូមរំលឹកថាកន្លងមកព្រះសង្ឃជាថ្នាក់ដឹកនាំគង់នៅវត្តសាមគ្គីរាំងសីបានមានសង្ឃឯកាថារដ្ឋាភិបាលចង់បិទវត្តនេះចោលដោយសារតែនេះជាវត្តមួយក្នុងចំណោមវត្តមួយចំនួនតូចនៅក្នុងប្រទេសដែលហ៊ានក្រោកឈរការពារគ្រួសារដែលប្រឆាំងការបណ្តេញចេញពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍឯកជននិងហ៊ានដឹកនាំប្រជាពលរដ្ឋធ្វើបាតកម្មប្រឆាំងយល់ឈ្លានពានអង្គការសង្គមស៊ីវិលយល់ថាការដែលអាជ្ញាធរចុះត្រួតពិនិត្យវត្តសាមគ្គីរាំងសីជារូបភាពគម្រាមកំហែងសេរីភាពបញ្ចេញមតិទៅលើអ្នកតវ៉ាដែលដឹកទង់ជាតិវៀតណាមប្រឆាំងនឹងការបំផ្លាញប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមពីសំណាក់មន្ត្រីស្ថានទូតនេះមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូលោកអំសំអាតយល់ថាវិធានការនេះជារូបភាពនយោបាយដែលលោកអះអាងថាកន្លងទៅព្រះសង្ឃខ្មែរក្រោមដែលគង់នៅវត្តនេះភាគច្រើនធ្លាប់តវ៉ាប្រឆាំងនឹងអតីតមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមដែលធ្លាប់អះអាងថាទឹកដីខ្មែរក្រោមជារបស់វៀតណាមនោះគណៈបកទាំងពីរព្រមព្រៀងគ្នាបង្កើតច្បាប់ស្តីពីការជួលផ្ទះតាមការចុះផ្សាយរបស់គេហទំព័រ AFE បានឲ្យដឹងថាគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបានព្រមព្រៀងគ្នាថានឹងបង្កើតច្បាប់មួយដើម្បីគ្រប់គ្រងការជួលផ្ទះច្បាប់នេះសម្ដែងការពារផលប្រយោជន៍អ្នកជួលផ្ទះនិងម្ចាស់ផ្ទះដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ដល់ភាគីណាមួយក្រុមការងារគណៈបកទាំងពីរកំពុងពិភាក្សាគ្នាអំពីការតាក់តែងសេចក្តីព្រាងច្បាប់នេះកម្ពុជានឹងមានច្បាប់ស្តីពីការជួលផ្ទះក្នុងពេលឆាប់ៗនេះដើម្បីការពារផលប្រយោជន៍ទាំងម្ចាស់ផ្ទះនិងអ្នកជួលផ្ទះសេចក្តីព្រាងច្បាប់ថ្មីនេះនឹងត្រូវតាក់តែងឡើងដោយក្រុមការងារគណៈបកទាំងពីរដែលមានកៅអីក្នុងរដ្ឋសភានេះជាការប្រកាសឲ្យដឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅព្រឹកថ្ងៃអង្គារទី10កុម្ភៈនេះថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនិងឯកកោះពេជ្រ
ប្រមុខរដ្ឋាភិបាលខ្មែរបានបញ្ជាក់ថារូបលោកបានព្រមព្រៀងជាមួយលោកសំរងស៊ីមេដឹកនាំបកប្រឆាំងរួចហើយថានឹងបង្កើតក្រុមការងារដើម្បីសរសេរសេចក្តីព្រាងច្បាប់ស្តីពីការជួលផ្ទះសេចក្តីព្រាងច្បាប់នេះមានគោលដៅការពារផលប្រយោជន៍ភាគីទាំងសងខាងគឺទាំងម្ចាស់ផ្ទះនិងអ្នកជួលផ្ទះនេះបើតាមការពន្យល់របស់លោកនាយករដ្ឋមន្ត្រីលោកសំរងស៊ីធ្លាប់បានបង្ហាប់ឲ្យដឹងការពីពេលថ្មីនេះថាលោកចង់ឲ្យមានច្បាប់មួយកំណត់ពីការជួលផ្ទះដោយនៅក្នុងបណ្ដាប្រទេសជឿនលឿនផ្សេងទៀតដែរគណៈកម្មការទី1រដ្ឋសភាស្នើឲ្យបញ្ឈប់ប្រើតុលាការគៀបសង្កត់ពលរដ្ឋមានចំនួនដីធ្លីបងប្អូនជនរួមជាទីមេត្រីបើយោងតាមគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយថាគណៈកម្មការទី1រដ្ឋសភាបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជួយអន្តរាគមន៍ពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋដោយសន្តិវិធីដោយមិនត្រូវឲ្យក្រុមហ៊ុនប្រើប្រាស់ប្រព័ន្ធតុលាការមកធ្វើការគៀបសង្កត់ភាគីប្រជាពលរដ្ឋក្រីក្រដោយពេលកន្លងមកទៀតឡើយការស្នើនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទម្សិលមិញរវាងគណៈកម្មការទី1នៃរដ្ឋសភាផ្នែកសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្គការនិងទំនាក់ទំនងរដ្ឋសភាប្រសិទ្ធិជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនាទីស្តីការក្រសួងដើម្បីស្វែងរកដំណោះស្រាយបញ្ហាវិវាទដីធ្លីដែលពាក់ព័ន្ធនឹងក្រសួងក្នុងនោះមានបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋនៅសង្កាត់ព្រែកលៀបជាមួយក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញទំនាស់ដីធ្លីរវាងពលរដ្ឋនៅឃុំតាម៉ូស្រុកមេមត់ខេត្តត្បូងឃ្មុំជាមួយក្រុមហ៊ុនចំការកស៊ូមេមត់ទំនាស់ដីធ្លីរវាងពលរដ្ឋនៅឃុំប្រមេស្រុកត្បៃមានជ័យខេត្តព្រះវិហារជាមួយក្រុមហ៊ុនចិនឡានហ្វេងនិងរយហ្វេងព្រមទាំងករណីទំនាស់ដីធ្លីជាច្រើនទៀតនៅខេត្តក្រចេះនិងខេត្តកោះកុងគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈប្រធានគណៈកម្មការទី1នៃរដ្ឋសភាលោកអេងឆៃអៀងបានថ្លែងថាខណៈដែលក្រសួងកសិកម្មបាននឹងកំពុងធ្វើការដោះស្រាយបញ្ហាដីធ្លីបញ្ហាចំនួនដីធ្លីទាំងនេះគណៈកម្មការរដ្ឋសភាស្នើឲ្យក្រសួងជួយធ្វើយ៉ាងណាដោះស្រាយវិវាទដោយសន្តិវិធីកុំឲ្យភាគីម្ខាងទៀតប្រើប្រាស់ប្រព័ន្ធតុលាការទៅគៀបសង្កត់ភាគីប្រជាពលរដ្ឋរដ្ឋមន្ត្រីក្រសួងកសិកម្មរុកអុករ៉ាប៊ុនបានបញ្ជាក់ចំហថាក្រសួងនៅបន្តអន្តរាគមន៍និងជំរុញឲ្យគណៈកម្មការដោះស្រាយវិវាទដីធ្លីធ្វើយ៉ាងណាពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់សង្គមស៊ីវិលបានលើកឡើងថាការចុះត្រួតពិនិត្យវត្តខ្មែរក្រោមក្នុងរាជធានីអាចជាការសងសឹករឿងដុតទង់ជាតិវៀតណាមតាមការចុះផ្សាយរបស់គេហទំព័រ VOD បានឲ្យដឹងថាអង្គការសង្គមស៊ីវិលយល់ថាការដែលអាជ្ញាធរចុះត្រួតពិនិត្យវត្តសាមគ្គីរាំងសីជារូបភាពគម្រាមកំហែងសេរីភាពបញ្ចេញមតិទៅលើអ្នកតវ៉ាដែលដុតទង់ជាតិវៀតណាមប្រឆាំងនឹងការបំផ្លាញប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមពីសំណាក់មន្ត្រីស្ថានទូតនេះប្រតិកម្មបែបនេះចំពេលដែលសាលារដ្ឋាភិបាលភ្នំពេញប្រកាសដឹកនាំកម្លាំងចុះត្រួតពិនិត្យបែបបទរដ្ឋបាលនៅវត្តសាមគ្គីរាំងសីដែលគ្រប់គ្រងដោយព្រះសង្ឃខ្មែរកម្ពុជាក្រោមគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំសំអាតយល់ថាវិធានការនេះជារូបភាពនយោបាយដែលលោកអះអាងថាកន្លងទៅព្រះសង្ឃខ្មែរក្រោមដែលគង់នៅវត្តនេះភាគច្រើនធ្លាប់តវ៉ាប្រឆាំងនឹងអតីតមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមដែលធ្លាប់អះអាងថាទឹកដីខ្មែរក្រោមជារបស់វៀតណាមនោះលោកថាព្រះសង្ឃកម្ពុជាក្រោមធ្វើការតវ៉ាហើយមានការដុតទង់ជាតិវៀតណាមជាពិសេសព្រះសង្ឃកម្ពុជាក្រោមគឺតវ៉ាពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមក៏ដូចជាសិទ្ធិសេរីភាពប្រជាពលរដ្ឋនិងព្រះសង្ឃកម្ពុជាក្រោមដែលកំពុងរស់នៅកម្ពុជាក្រោមដែលវៀតណាមគ្រប់គ្រងលោកអំសំអាតឲ្យដឹងទៀតថាប្រជាអធិការវត្តសាមគ្គីរាំងសីនេះក៏បានអនុញ្ញាតឲ្យអ្នកមានចំនួនដីធ្លីមកពីខេត្តនានាបានស្នាក់នៅសម្រាប់ជាកន្លែងសំចតដើម្បីត្រៀមចេញតវ៉ាប្រឆាំងនឹងការបណ្តេញចេញពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាលផងដែរលោកយល់ថាវិធានការនេះគ្មានអ្វីចំណេញដល់រដ្ឋាភិបាលទេនាយកលេខាធិការដ្ឋាននៃក្រមការងារពិសេសសិទ្ធិលំនៅឋានលោកសៀភិរមហៅវិធានការចោះត្រួតពិនិត្យវត្តសាមគ្គីរាំងសីនេះអាចជារូបភាពគម្រាមកំហែងដល់វត្តផ្សេងៗទៀតដែលកំពុងផ្ដល់ទីស្នាក់អាស្រ័យដល់អ្នករងគ្រោះដែលទាមទាររកយុត្តិធម៌លោកជំរុញឲ្យរដ្ឋាភិបាលពិនិត្យពីវិធានការនេះឡើងវិញដើម្បីធានាថាបញ្ហារបស់ពលរដ្ឋជាការផ្ដល់ដំណោះស្រាយដោយតម្លាភាពរបស់អាជ្ញាធរពាក់ព័ន្ធលោកបញ្ជាក់ថានេះជារឿងសាមញ្ញធម្មតាសម្រាប់នៅប្រទេសកម្ពុជាយើងនៅក្នុងរបបមួយដែលមានភាពអយុត្តិធម៌ធ្ងន់ធ្ងរដែលប្រជាពលរដ្ឋកំពុងតែស្វែងរកយុត្តិធម៌ពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិបញ្ចប់នៅនីតិរដ្ឋភាពឬក៏ភាពរើសអើងរវាងអ្នកមានអំណាចនិងអ្នកក្រនៅកម្ពុជាយ៉ាងនេះក្តីប្រជាអធិការវត្តសាមគ្គីរាំងសីព្រះតេជគុណថាច់ហាសំអាងបានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី5ខែកុម្ភៈឆ្នាំ2015ថាព្រះអង្គនឹងសហការជាមួយមន្ត្រីសាលារដ្ឋាភិបាលភ្នំពេញដែលចុះត្រួតពិនិត្យបែបបទរដ្ឋបាលនេះ
ប៉ុន្តែបានប្រកាសការពារមិនទទួលខុសត្រូវរាល់ការប្រើពាក្យអសុរោះនិងការបង្កហិង្សាណាមួយដល់កិច្ចការចោទត្រួតពិនិត្យនេះដែលអះអាងថាអ្នកបង្កបញ្ហាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯងតុលាការបង្គាប់ឲ្យប្រជាពលរដ្ឋ47គ្រួសារប្រកល់ដីឲ្យក្រុមហ៊ុនអភិវឌ្ឍ UDG បើយោងតាមគេហទំព័រ Cambodia Daily បានចុះផ្សាយថាយោងតាមច្បាប់ចម្លងនៃសេចក្តីសម្រេចរបស់តុលាការដែលទទួលបានកាលពីថ្ងៃអង្គារបានឲ្យដឹងថាតុលាការខេត្តកោះកុងបានបង្គាប់ឲ្យប្រជាពលរដ្ឋ47គ្រួសារដែលជាប់ពាក់ព័ន្ធក្នុងចំនួនដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍ China Union Development Group ចេញពីផ្ទះរបស់ខ្លួនជាបន្ទាន់ក្រុមហ៊ុន UDG បានបណ្ដេញប្រជាពលរដ្ឋប្រហែល 1000 គ្រួសាររួចហើយចេញពីដីទំហំ 45,000 ហិកតានៅខាងក្នុងឧទ្យានជាតិបទុមសាគរដែលខ្លួនបាននឹងកំពុងអភិវឌ្ឍឲ្យទៅជាកន្លែងទេសចរណ៍អស់ទឹកប្រាក់ $3.8 លានតាំងពីឆ្នាំ 2010 មកប្រជាពលរដ្ឋ47គ្រួសារនេះដែលមានឈ្មោះក្នុងសេចក្តីសម្រេចរបស់តុលាការបានបន្តការពារខ្លួនដែលអះអាងថាបាននឹងកំពុងរស់នៅនិងធ្វើស្រែចម្ការលើដីនោះរយៈពេលជាច្រើនទសវត្សរ៍មកហើយសេចក្តីសម្រេចថ្ងៃទី 2 ខែកុម្ភៈដែលចុះហត្ថលេខាដោយអនុប្រធានតុលាការខេត្តលោកឆេងប៊ុនលីបានចេញតែមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន UDG ប្តឹងគ្រួសារទាំងនោះតុលាការបង្គាប់ឲ្យគ្រួសារប្រជាពលរដ្ឋទាំងនោះរើផ្ទះសម្បែងនិងរបស់អ្នកនិងយកសម្ភារៈទាំងអស់ចេញពីដីរបស់ក្រុមហ៊ុនអភិវឌ្ឍ UDG និងបដិសេធសិទ្ធិជាម្ចាស់ផ្សេងទៀតរបស់ពួកគេក្នុងនោះមានទាំងសិទ្ធិលក់ឬជួលដីផងដែរគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈលោកស៊ីមកំសានដែលគ្រួសាររបស់លោកស្ថិតនៅក្នុងចំណោម47គ្រួសារមានឈ្មោះក្នុងសេចក្តីបង្គាប់នេះបាននិយាយថាគាត់រស់នៅកន្លែងនោះតាំងពីឆ្នាំ 1984 មកហើយមិនធ្វើតាមសេចក្តីសម្រេចនេះទេលោកបាននិយាយថាលោកបដិសេធសេចក្តីសម្រេចរបស់តុលាការពីព្រោះវាជាដីរបស់លោកចង់សួរថាតើលោកបានលក់ដីរបស់លោកឲ្យក្រុមហ៊ុនពីកាលណាលោកមិនដែលបានលក់ដីរបស់លោកឲ្យក្រុមហ៊ុនទេលោកបានបន្ថែមថាតុលាការអយុត្តិធម៌តុលាការមានជញ្ជីងប៉ុន្តែតុលាការមិនដឹងរបៀបប្រើជញ្ជីងទេថាជញ្ជីងម្ខាងគេដាក់ថ្មប៉ុន្តែថាម្ខាងទៀតគេមិនដាក់សាច់លោកគឹមសានបាននិយាយថាប្រជាពលរដ្ឋ47គ្រួសារនេះនឹងប្រមូលផ្ដុំគ្នានៅមុខតុលាការខេត្តនៅថ្ងៃពុធដើម្បីតវ៉ាប្រឆាំងសេចក្តីសម្រេចនេះលោកអិនកុងចិត្តអ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងបានមានប្រសាសន៍ថាពីមុនតុលាការបានច្រានចោលបណ្ដឹងចំនួន2ពីគ្រួសារទាំងនេះដែលស្នើឲ្យតុលាការបង្គាប់ឲ្យក្រុមហ៊ុន UDG កុំឲ្យបណ្ដេញពួកគាត់ម្ដងនៅចុងឆ្នាំ2013និងម្ដងទៀតនៅដើមឆ្នាំ2014លោកបាននិយាយថាយើងបានឃើញថាតុលាការលំអៀងទៅខាងក្រុមហ៊ុនចិនពីព្រោះពេលដែលក្រុមអ្នកភូមិប្តឹងទៅតុលាការស្នើសុំដីរក្សាការពារតុលាការបានច្រានចោលប៉ុន្តែពេលដែលក្រុមហ៊ុនចិនប្តឹងវិញតុលាការចេញសេចក្តីបង្គាប់អ្នកស្រុករវៀងបារម្ភពីការវាយយកដីពីក្រុមហ៊ុនវៀតណាមលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថាដីស្រែចម្ការពលរដ្ឋជាង800ហិកតានៅស្រុករវៀងខេត្តព្រះវិហារកំពុងត្រូវក្រុមហ៊ុនវៀតណាមមួយធ្វើការឈូសឆាយដោយមិនព្រមផ្អាកនិងកាត់ដីប៉ះពាល់ចេញឡើយបើទោះជាមានការស្នើសុំយ៉ាងណាក៏ដោយប្រជាពលរដ្ឋនិងក្រុមអង្គការសង្គមស៊ីវិលបានអះអាងកាលពីម្សិលមិញថាក្រុមហ៊ុនវៀតណាមឈ្មោះ PNT Coal Ltd បានកំពុងធ្វើសកម្មភាពឈូសឆាយនៅក្នុងភូមិឈ្នូនឃុំរស់រាន់ស្រុករវៀងចាប់តាំងពីខែមករាឆ្នាំ2014មកដែលធ្វើឲ្យប៉ះពាល់ដីស្រែចម្ការប្រមាណជា800ហិកតារបស់ពលរដ្ឋសរុប127គ្រួសារគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈតំណាងពលរដ្ឋជាអតីតយោធាលោកវងសុកហេងលីអាយុ48ឆ្នាំបានឲ្យដឹងថាពួកលោកកាន់កាប់និងប្រកបរបរធ្វើស្រែចម្ការលើដីទាំងនោះជាង10ឆ្នាំហើយប៉ុន្តែក្រុមហ៊ុនបែរជាទៅឈូសឆាយនិងមិនព្រមកាត់ផលប៉ះពាល់ជាក់ស្ដែងចេញនោះទេដោយនៅតែអះអាងថាទាំងដីនិងចម្ការស្វាយចន្ទីសុទ្ធតែជារបស់ក្រុមហ៊ុនទាំងអស់លោកបន្តថាដីគាត់3ហិកតាក្នុងចំណោម8ហិកតានោះនិងដីពលរដ្ឋផ្សេងទៀតជិត20ហិកតាត្រូវក្រុមហ៊ុនឈូសឆាយហើយអតីតយោធារូបនោះបន្តឲ្យដឹងទៀតថាក្រុមហ៊ុនបានបង្ហាញផែនទីគ្របដណ្ដប់លើផ្ទៃដី 7,900 ហិកតាដែលត្រូវឈូសឆាយដើម្បីដាំកាហ្វេស្វាយចន្ទីក្រូចឆ្មាក្លឹមច័ន្ទជាតំបន់ទេសចរណ៍អាគារលក់ទំនិញនិងសង់ប្រលានយន្តហោះខ្នាតតូចសម្រាប់ក្រុមហ៊ុនជាដើមដីពលរដ្ឋទាំងនោះគឺស្ថិតក្នុងផែនទីដែលធ្វើឲ្យពួកគាត់បារម្ភខ្លាចបាត់ដីដោយក្រុមហ៊ុននៅតែបន្តធ្វើសកម្មភាពមិនព្រមឈប់ប្រជាពលរដ្ឋបាននាំគ្នាដាក់ពាក្យប្តឹងរួមគ្នាទៅអង្គការសិទ្ធិមនុស្សអាត6និងពន្លកខ្មែរកាលពីខែមករាកន្លងមកសូមឲ្យជួយអន្តរាគមន៍ហើយអង្គការទាំងពីរក៏បានចុះទៅអង្កេតជាក់ស្ដែងនៅនឹងកន្លែងកាលពីថ្ងៃទី22ខែមករានោះដដែលលោកអៀងជីនឡោមនាយកប្រតិបត្តិរបស់អង្គការពន្លកខ្មែរនៅខេត្តព្រះវិហារដែលបានចុះទៅអង្កេតផ្ទាល់ឲ្យដឹងកាលពីម្សិលមិញថា
ពលរដ្ឋកំពុងតែកាន់កាប់និងប្រើប្រាស់ដីទាំងនោះជាក់ស្ដែងប៉ុន្តែក្រុមហ៊ុនមិនទទួលស្គាល់ជាដីពលរដ្ឋទេដែលប្រការនេះបង្កើតឲ្យមានបញ្ហារវាងពលរដ្ឋនិងក្រុមហ៊ុនលោកបញ្ជាក់ថាសូមឲ្យក្រុមហ៊ុនទទួលស្គាល់ស្រែចម្ការហើយវាដីនោះចេញវាចប់ទៅហើយវាមិនខាតទេនៅមានដីច្រើនទៀតក្រុមហ៊ុនក៏បានឈូសដីជាប់មាត់ស្ទឹងផងដែរដែលវាខុសច្បាប់ហើយព្រោះជាដីគម្របព្រៃសូមបញ្ជាក់ថាក្រុមហ៊ុន PNT បានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីឆ្នាំ2010លើផ្ទៃដី 7,900 ហិកតាដើម្បីអភិវឌ្ឍដំណាំកសិឧស្សាហកម្មក្នុងរយៈពេល70ឆ្នាំដែលមាននាយកក្រុមហ៊ុនឈ្មោះ Phan Hu Nam ជាជនជាតិវៀតណាមមហាសេដ្ឋីចិនម្នាក់ត្រូវបានគេប្រហារជីវិតពីបទដឹកនាំក្រុមបនម៉ាហ្វៀបើយោងតាមគេហទំព័រ RFE បានចុះផ្សាយថានៅក្នុងក្របខ័ណ្ឌយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលចិនអ្នកទោសជាច្រើនរូបហើយត្រូវបានប្រហារជីវិតជនរងគ្រោះថ្មីនៃយុទ្ធនាការនេះគឺលោកលាវហានមហាសេដ្ឋីចិនដ៏ល្បីឈ្មោះផ្នែកឧស្សាហកម្មអណ្ដូងរ៉ែធ្យូងថ្មទើបត្រូវបានប្រហារជីវិតនៅថ្ងៃច័ន្ទ9 កុម្ភៈនេះរួមទាំងប្អូនប្រុសលាវវៃនិងអ្នកខົບខិត3អ្នកផ្សេងទៀតអ្នកទោសទាំង5រូបនេះត្រូវបានតុលាការចិននៅខេត្តហូប៉ៃកាត់ទោសប្រហារជីវិតតាំងពីចុងខែឧសភាមុនពីបទបានរៀបចំក្រុមបនម៉ាហ្វៀមួយនិងប្រព្រឹត្តអំពើឃាតកម្មជាបុគ្គលដ៏ល្បីឈ្មោះខ្លាំងនៅក្នុងប្រទេសលោកលាវហានដឹកនាំក្រុមហ៊ុនឯកជនដ៏ធំមួយឈ្មោះ Han Long Group បង្កើតឡើងតាំងពីឆ្នាំ1997ដែលមានទាំងផ្នែកទេសចរសំណង់រហូតដល់ឧស្សាហកម្មអណ្ដូងរ៉ែមិនគ្រាន់តែល្បីឈ្មោះនៅក្នុងប្រទេសប៉ុណ្ណោះទេលោកលាវក៏មានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅឯបរទេសដែរគេហទំព័រដដែលនេះបានបន្ថែមឲ្យដឹងទៀតថានៅឆ្នាំ2011លោកលាវបានចាប់ផ្ដើមប្រកាសស្នើទិញពីក្រុមហ៊ុនអណ្ដូងរ៉ែដ៏ធំមួយរបស់អូស្ត្រាលីឈ្មោះ Sundance Resources ដែលមានទឹកប្រាក់ជិត 1,000 លានអឺរ៉ូប៉ុន្តែប្រតិបត្តិការនេះត្រូវបានអាក់ខានទៅវិញនៅឆ្នាំ2013ដោយសារតែមហាសេដ្ឋីចិននេះពុំអាចប្រកល់គម្រោងហិរញ្ញប្បទានមួយដល់ក្រុមហ៊ុនអូស្ត្រាលីនៅពេលនោះហើយដែលសារព័ត៌មានចិនបានចុះផ្សាយដំណឹងបញ្ជាក់ថាលោកលាវហានត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារពីបទលាងលុយនៅតាមកាស៊ីណូនានានៅក្រុងម៉ាកាវក្រុមបនម៉ាហ្វៀរបស់បងប្អូនលាវក៏ត្រូវជាប់ចោទពីបទបានប្រព្រឹត្តអំពើឃាតកម្មដែរទៅលើជនយ៉ាងតិច8នាក់នៅខេត្តស៊ីជាន់ប៉ៃនីរ៉េដីនៃប្រទេសចិននៅខេត្តស៊ីជាន់នេះលោកស៊ូយ៉ុងកាងដែលជាអតីតមេប៉ូលីសតាំងពីឆ្នាំ2002ដល់ឆ្នាំ2012ត្រូវបានគេដកចេញពីមុខតំណែងកាលពីខែកក្កដាឆ្នាំទៅមិញនឹងត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការចិនដែរពីបទប្រព្រឹត្តអំពើពុករលួយគួររំលឹកថាសារព័ត៌មានចិនជាច្រើនធ្លាប់បានបង្ហាញឲ្យដឹងដែរថាលោកលាវនេះធ្លាប់មានទំនាក់ទំនងជាមួយអ្នកទទួលខុសត្រូវសំខាន់នៅក្នុងរដ្ឋាភិបាលជាន់ខ្ពស់ចិននិងបានទទួលកិច្ចការពារសុវត្ថិភាពជាន់ខ្ពស់សម្រាប់រូបលោកផ្ទាល់ផងដែរហើយនៅថ្ងៃនេះលោកលាវហានព្រមទាំងប្អូនប្រុសឈ្មោះលាវវៃនិងអ្នកខົບខិត3អ្នកផ្សេងទៀតត្រូវបានគេប្រហារជីវិតពីបទបានដឹកនាំក្រុមបនម៉ាហ្វៀនិងប្រព្រឹត្តអំពើឃាតកម្មលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់មារយាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា